បងប្អូនយើងមកដល់អំពីនេះ Telegram ទៅពេលយើង download ហើយយើងមិនចូល account ចាស់យើងណា Telegram យើងចូលទៅពេលយើងចូលវាយើងដាក់លេខទូរស័ព្ទឲ្យទៅពេលយើងចុចទៀតវាមិននេះហ៎បានន័យថាវាអត់ជោគជ័យយើងបញ្ចូល email អីក៏ដោយវាអត់នេះដែរឧទាហរណ៍ខ្ញុំបញ្ចូលមួយចុះចូលមកយើងទៅយក email យកលេខកូដតបចូលមកយើងមិនឃើញនេះហើយនេះបាទណាទាបងលុយអញ្ចឹងដើម្បីកុំឲ្យបងលុយបានយើងមានវិធីផ្សេងទៀតទីនោះគឺវិធីចូល setting ចូល setting តមកចូល connect នេះបើក personal hotspot យកមកដើម្បី share wifi វាបើកតាមនឹងក៏បានហើយក៏យើងផ្លូវកាត់នេះជប់ឡើង wifi ហើយយើងវាមកចូល Telegram ហ្នឹងទៀតចូលហ្នឹងទៅយើងចុចវាមកដាក់លេខទូរស័ព្ទសោះថ្មីកើតទៅចឹងកើតមានទីភាសាទៀតលុបចោលហើយសិនលុបហើយចាំវា download សារថ្មីយើងមកលេខកូដមកកូដវាផ្ញើសារឲ្យមិញនៅ Telegram ចាស់យើងគឺយើងពេលទិញទូរស័ព្ទថ្មីក៏មកឲ្យលក់គេភ្លាមសំខាន់គឺសុំគេយកមកភ្ជាប់ Telegram សិនចាំលក់ឲ្យគេណាអញ្ចឹងពិបាកដាក់ខ្លួនឯងមិនងាយយកបានទេណាขโมยต่อมาយើងមកលេខកូដចឹងចូលប្រូវិញបានហ្នឹងណាបើសិនមាន
account Telegram ចាស់ទេយើងលក់ទូរស័ព្ទឲ្យគេហើយយើងមិនសុំគេតឡើង Telegram ឲ្យទេគឺអត់បានទទួលលេខកូដហ្នឹងទេប្រយ័ត្នតែដែលប្រើ Telegram វាចាំបាច់តែប្រយ័ត្នឡើងនឹងតិចពេលមុនលក់ដូចខ្ញុំប្រាប់ពីដំបូងអញ្ចឹងយើងត្រូវសុំគេតឡើងហើយអញ្ចឹង share លេខកូដលេខអីតឡើងហើយអញ្ចឹងណាចឹងអរគុណមានតែប៉ុណ្្នឹង